សន្ទុះប្រាក់ដុល្លារបានកើនឡើងលើសពីកម្រិត 100.3 កាលពីថ្ងៃសុក្រសន្ទុះប្រាក់ដុល្លារបានកើនឡើងលើសពីកម្រិត 100.3 ដោយសារតែទិន្នន័យរបស់សហរដ្ឋអាមេរិកចេញផ្សាយមកមានភាពល្អប្រសើរខណៈដែលទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏មានកំណើនគួរឲ្យកត់សម្គាល់ផងដែររដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក Hesed បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រកន្លងទៅថាសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបើទោះបីជាកំណើនភាពតានតឹងបញ្ហាភូមិសាស្ត្រនយោបាយនៅតែមានកំណើនយើងឃើញថាតម្លៃមាសក៏មិនបានហក់ឡើងទៅណាឆ្ងាយនោះឡើយដោយសារតែការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់បានថមថយចុះការគម្រាមកំហែងនៃកំណើនអតិផរណារបស់តម្លៃប្រេងឆៅបានកើនឡើងលើសពីកម្រិត$100នៅក្នុង1បារ៉ែលដែលនាំឲ្យទិន្នផលនៃមូលបត្របំណុលរបស់សហរដ្ឋអាមេរិកក៏មានការកើនឡើងខ្ពស់ផងដែរយើងក្រឡេកមកមើល technical outlook នៃតម្លៃមាសយើងឃើញថាតម្លៃមាសបានធ្លាក់ចុះមកដល់កម្រិតកៀកជាមួយនឹងកម្រិត support គឺនៅតម្លៃ50.19ប្រសិនបើជាតម្លៃ support នៅ49កើននេះត្រូវបានបែកនោះយើងនឹងរំពឹងឃើញនៅតម្លៃធ្លាក់ចុះមកបន្តទៀតនៅកម្រិត48.8 technical outlook នៃតម្លៃសន្ទុះប្រាក់ដុល្លារយើងឃើញថាកម្រិត resistance 99.4 ត្រូវបានបែករួចទៅហើយឥឡូវនេះតម្លៃកំពុងតែ consolidate នៅកម្រិត100.5ប្រសិនបើជាតម្លៃ100.5នេះត្រូវបានបែកនោះយើងនឹងឃើញថានឹងបន្តឡើងរហូតដល់កម្រិត101.8ដែលជាកម្រិតខ្ពស់បំផុតនៃខែឧសភាឆ្នាំ2025